ពុកម៉ែបងប្អូនបន្ទាប់ពីយើងចំណាយពេលវេលាដ៏យូរក្នុងការមើលថែត្រួយចន្ទីឲ្យវាមានសភាពល្អបែបនេះអញ្ចឹងនៅដំណាក់កាលបន្ទាប់យើងក៏ត្រូវតែមើលថែដូចគ្នាពីព្រោះតងត្រួយខ្លះវាបានទម្លាក់ទៅជាតងផ្កាមួយហើយបាទអញ្ចឹងជាក់ស្ដែងដូចនៅចំការចន្ទីរបស់លោកពូប៉ក់នេះគឺត្រួយផ្កាបោះមកបដាហើយបាទប៉ុន្តែត្រួយផ្កាខ្លះត្រូវបានមោះតែបឺតជញ្ជក់ធ្វើឲ្យបាក់ត្រួយផ្កាទៅវិញហើយត្រួយផ្កាខ្លះទៀតត្រូវបានដង្កូវស៊ីស្លឹកឬក៏ដង្កូវមូសស្លឹកហ្នឹងយាយញោមញីតែធ្វើឲ្យវាអត់លូតលាស់ទៅមុខទៀតរួចបាទអញ្ចឹងនៅក្នុងដំណាក់កាលដែលពុកម៉ែបងប្អូនបាញ់ទាញផ្កាវគ្គទី1ពុកម៉ែបងប្អូនត្រូវតែលាយជាមួយនឹងសមាសធាតុកម្ចាត់ដង្កូវនិងសត្វល្អិតដែលយើងមាន chlorpyrifos ហើយនិង cypermethrin ពីសមាសធាតុនេះគឺវាមានសមត្ថភាពខ្ពស់ក្នុងការទៅកម្ចាត់ដង្កូវនិងសត្វល្អិតនានាដែលវាមកបំផ្លាញត្រួយផ្កាចន្ទីរបស់ពុកម៉ែបងប្អូនបាទអញ្ចឹងដើម្បីទទួលបានទិន្នផលខ្ពស់អំពីដំណាំចន្ទីសូមពុកម៉ែបងប្អូនយកចិត្តទុកដាក់មើលថែនៅដំណាក់កាលត្រួយផ្កានេះឲ្យវាបានល្អមែនទែនប្រសិនបើពុកម៉ែបងប្អូនចង់ប្រឹក្សាអំពីការប្រើប្រាស់ជីថ្នាំឬក៏មានចម្ងល់អំពីដំណាំចន្ទីអាច comment ឬក៏ call តាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះបានអរគុណ